នៅតែរឿងនោះទៀតនោះយកនាងគេប្រកាសជាមកចាប់បាច់កូននេះមិនខានហើយនិយាយប្រាប់នាងថាយើងនឹងនាំនាងទៅជាមួយយើងគាត់ជាស្លាប់អូយអ្នកនាងហ្វុងអីសក់អ្នកណាក្បាលអ្នកនោះមិនមែនខ្ញុំទេធ្វើឲ្យអ្នកនាងស្លាប់នោះប្រហែលហ្វុងអីមើលសូមមេត្តាជួយខ្ញុំផងអូយជួយខ្ញុំផងមិនមែនខ្ញុំទេនាងធ្វើឲ្យគេស្លាប់នាងធ្វើឲ្យគេស្លាប់ហើយមិនព្រមនិយាយការពិតឥឡូវនាងចង់ទៅរកទីផ្សារឲ្យជួយផងនាងយល់សពហើយអ្នកប្រុសអើយខ្ញុំដឹងខុសហើយការនោះព្រោះតែប្រាប់បន្តិចបន្តួចខ្ញុំក៏និយាយក៏ហត់ទៅខ្ញុំក៏ពិបាកចិត្តដែរអ្នកប្រុសសូមអ្នកប្រុសមេត្តាអាណិតខ្ញុំជួយទៅប្រាប់ពលឹងរបស់អ្នកនាងហ្វុងអ៊ីផងថាខ្ញុំដុតក្តារសែនឲ្យបានច្រើនខ្ញុំនឹងដុតក្តារសែនទៅគាត់ឲ្យបានច្រើនគេស្លាប់បាត់ទៅហើយនិយាយបានការអីទៀតណានិយាយបានការអីទៀតតែត្រូវការនោះគឺយុត្តិធម៌តើនាងយល់ដែរទេអ្នកប្រុសនិយាយទៅមើលតើរកយុត្តិធម៌របៀបណារឿងយុត្តិធម៌គឺនៅក្នុងសវនាការសវនាការខ្ញុំមិនទៅទេឈប់សិនយើងមិនឲ្យយើងទៅសវនាការឥឡូវនេះទេរងចាំខ្ញុំទៅប្តឹងអ្នកដែលធ្វើបាបហ្វុងអ៊ីទាំងប្រមាណនោះឲ្យចូលទៅក្នុងតុលាការនាងគ្រាន់តែធ្វើជាសាកសីប៉ុណ្ណោះរឿងប៉ុណ្ណឹងខ្ញុំជឿថានាងប្រកាសជាធ្វើបានខ្ញុំនាងនៅខ្លាចស្អីទៀតអ្នកនាងហ្វុងអ៊ីស្លាប់យ៉ាងវេទនាមកពីនាងនិយាយកុហកធ្វើបាបគេឥឡូវនេះនាងត្រូវតែធ្វើជាសាកសីទៅបានត្រូវតែធ្វើប៉ុន្តែបានហើយសម្ដីមនុស្សនាងចង់ស្ដាប់ហ៎មិនអីទេយប់នេះយើងនឹងហៅពលិនខ្មោចរបស់ហ្វុងអ៊ីមកទៅជែកលេងជាមួយនឹងនាងចោះអូយកុំអីខ្ញុំសង្វរអ្នកប្រុសខ្ញុំយល់ព្រមខ្ញុំសង្វរកុំឲ្យពលិននាងមករកខ្ញុំអីយល់ព្រមហើយមែនទេមកយល់ព្រមហើយគឺជាការល្អណាស់ញ៉ាម៉ែបងអីកូនចូលមកម៉ែអ្នកស្រីម៉ែក្រោកឡើងធ្វើអីម៉ែបានធូរស្រាហើយមែនទេបានធូរច្រើនហើយទៅម៉ែចង់ដើរបន្តិចនឹងណាហើយមានអ៊ូវៃជួយថែរក្សាម៉ែឲ្យម៉ែគេចផុតពីក្តីស្លាប់ម៉ែរបួសម៉ែមិនតន់ជាស្របួសគួរតែសម្រាប់បានច្រើនមិនអីទេម៉ែឃើញកូនហត់នៅយ៉ាងនេះហើយជួយមើលការខុសត្រូវទៅកូនលីទីម៉ែអាណិតកូនខ្លាំងណាស់អង្គុយចុះមកអង្គុយមកម៉ែឲ្យទៅជួយរំលែកការលំបាករបស់ម៉ែបានកូនសុខចិត្តធ្វើការគ្រប់យ៉ាងមែនហើយអ្នកស្រីលទ្ធភាពរបស់អ្នកស្រីទូចទៅមុខទៀតប្រកាសជាប្រកាយជាងនេះទៅទៀតជាស្ដែងពេលនេះអ្នកស្រីទូចមានដំណឹងល្អចង់ជម្រាបអ្នកស្រីដំណឹងល្អអីទៅម៉ែការពិតគឺអញ្ចឹងមានអ្នករកស៊ីធំម្នាក់មកពីរាជធានីចង់សហការរកស៊ីហានកណាត់ជាមួយពួកយើងម្យ៉ាងទៀតពួកយើងក៏ពិភាក្សាគ្នាជិតរាល់ហើយខ្ញុំគិតថាការរកស៊ីនេះប្រកាសជាបានជោគជ័យមែនទេជាការពិតណាស់បាទអ្នកស្រីមិនទាន់ឃើញអ្នកស្រីទូចពិភាក្សាការរកស៊ីជាមួយនឹងភ្ញៀវមានវិធីពូកែសំជាកម្ពុជានារីឆ្លៀសវិញមិនចាញ់នៅម្ចាស់ទេបាទអីយ៉ាពិតជាប្រសើរណាស់ម៉ែពឹងពាក់កូនពិតជាមិនខុសបំណងមែនបងអីកូនសំជាកូនស្រីគ្រួសារធំហើយប្រកែរស់ស៊ីទីថ្ងៃនេះកូនរៀបចំការរស់ស៊ីគ្រួសារបានល្អមិនត្រឹមតែពលឹងលោកម្ចាស់សប្បាយចិត្តទេសូម្បីតែឪពុកម្ដាយកូននោះក៏គាត់ត្រេកអរព្រោះតកូនដែរម៉ែនេះជាទូនទីរបស់ខ្ញុំរឿងនេះត្រូវសួរច្បាប់ពីម៉ែទៀតផងណាមិនចាំបាច់សួរទេចាងយីថ្ងៃក្រោយអ្នកស្រីតូចចង់ធ្វើអីក៏ដោយឯងបដ ாய் តាមគេទៅមិនចាំបាច់សួរយើងទេណាបាទមិនបានទេម៉ែការរកស៊ីគ្រួសារមិនមែនជាការរកស៊ីតូចតាចទេដើរមួយជំហានក៏ត្រូវប្រយ័ត្នដែរមែនហើយកូននិយាយបានត្រឹមត្រូវណាកូនក្មេងយ៉ាងនេះសោះអាចនិយាយពាក្យសមរម្យបែបនេះម៉ែស្ដាប់ឮហើយម៉ែកាន់តែសប្បាយចិត្តថែមម៉ែឥឡូវនេះកូនពិភាក្សាការរកស៊ីមិនមែនតិចទេ
ខ្ញុំគិតថាឲ្យគេមកជួបម៉ែតែម្ដងដើម្បីនិយាយគ្នាម៉ែយកយ៉ាងម៉េចដែរមិនបាច់ទេកូនប្រយ័ត្នប្រយែងយ៉ាងនេះរាល់កិច្ចការទាំងប្រមាណនោះស្រេចកូនជាអ្នកចាត់ចែងចុះប៉ុន្តែគេមកហើយម៉ែក៏គួរតែជួបបន្តិចដែរគេមកហើយមើលនេះអ្នកស្រីតែងតែថាអ្នកស្រីតូចប្រកែតែទោះយ៉ាងណាក៏អ្នកស្រីគួរតែមើលដែរតើការរកស៊ីធំនោះយ៉ាងម៉េចបាទម៉ែទៅជួបគេម្ដងចាម៉ែខ្ញុំជួយលើកម៉ែអ្នកស្រីការរកស៊ីនេះត្រូវតែប្រញាប់ប្រញាល់បន្តិចទៀតអ្នកស្រីបានជួបគេទៅហើយបើសិនជាយល់ថាល្អយើងចុះកិច្ចសន្យាជាមួយគេតែម្ដងទៅបាទនេះជាការល្អណាស់អ្នកស្រីត្រារបស់អ្នកស្រីតើគួរយកទៅជាមួយទេមែនហើយឃើញទេមេកាគិតបានវែងឆ្ងាយមែនចាំយើងទៅយកត្រាមកឲ្យណាតើយើងបាទប្រយ័ត្នផងណាម៉ែតកែតុងឥឡូវនេះយើងសម្រេចចិត្តអញ្ចឹងចុះសម្រាប់ចឹងចុះបានជាសម្រាប់ចិត្តដូច្នេះទៅហើយពួកយើងគួរតែរៀបចំកិច្ចសន្យាដើម្បីសម្ដែងនៅទឹកចិត្តស្មោះត្រង់ទៅបានមែនហើយនេះជាការរស់ស៊ីត្រឹមត្រូវយើងរៀបចំកិច្ចសន្យាឲ្យហើយសិនទៅអ្នកស្រីកិច្ចការលម្អិតនៃការសហការខ្ញុំបានសរសេររួចរាល់ហើយអ្នកស្រីជាមួយតកែតុងអញ្ជើញពិនិត្យមើលមានត្រង់ណាខ្វះខាតខ្ញុំនឹងកែសម្រួលឲ្យតកែតុងមើលមុនបើគាត់គ្មានជំទាស់ទេយើងបោះត្រាលើនឹងតែម្ដងទៅអញ្ជើញពិនិត្យមើលបាទហើយមិននឹកស្មានថាទើបតែចេញពីផ្ទះរកស៊ីក៏បានដំណើរការយ៉ាងនេះឥឡូវត្រាខ្ញុំនៅផ្ទះនោះតើគិតយ៉ាងម៉េចលោកបានន័យថាថ្ងៃនេះមិនអាចចុះកិច្ចសន្យាបានទេមែនទេអញ្ចឹងខ្ញុំទុកនៅផ្ទះសំណាក់ខ្ញុំទៅយកត្រាសិនតកែតុងកុំបង្ខំអីស្អែកយើងអាចមកចុះកិច្ចសន្យាបានហើយខ្ញុំនឹងឲ្យចុងភៅធ្វើមក2-3មុខអញ្ចឹងលោកតកែមកពិសាជាមួយគ្នាយ៉ាងម៉េចដែរអាយ៉ាអ្នកស្រីដូចជាគួរសមពេកដែរអ្នកស្រីមិនទាន់នឹងស្រួលខ្លួនផងខ្ញុំមិនចង់មករំខានអ្នកស្រីទៀតឥឡូវចេះតែចុះណាថ្ងៃស្អែកខ្ញុំទៅហាងកណាត់ហើយកិច្ចសន្យានេះខ្ញុំទុកឲ្យអ្នកស្រីតូចចុះព្រមព្រៀងតែម្ដងទៅតើយ៉ាងម៉េចដែរមិនកាត់ទេរឿងនេះគឺមិនអាចខ្ញុំជាអ្នកអាកាត់ទេណាតកែតុងនិយាយត្រូវបងអីស្អែកកូនយោត្រាហើយឲ្យតកែនេះចុះកិច្ចប្រឹងព្រៀងនៅក្នុងហាងកណាត់ទៅម៉ែត្រានេះគឺម៉ែជាអ្នកថែរក្សាយូរហើយថ្ងៃស្អែកម៉ែទៅជាមួយខ្ញុំតែម្ដងទៅមិនបាច់ទេពីមុនម៉ែជាអ្នកកាន់កាមតែឥឡូវនេះកូនជាអ្នកមើលខុសត្រូវម៉ែមានរឿងអីដែលមិនជឿកូនហើយទៅជឿគេផ្សេងនោះស្អែកឡើងកូនទៅហាងកណាត់ឲ្យគេចុះកិច្ចសន្យាទៅប៉ុន្តែម៉ែអ្នកស្រីតូចបើសិនជាអ្នកស្រីមានប្រសាសន៍ចឹងទៅហើយណាពួកយើងធ្វើតាមនឹងទៅឥឡូវនេះខ្ញុំទៅមុនថ្ងៃស្អែកយើងជួបគ្នានៅហាងកណាត់ខ្ញុំលាសិនហើយខ្ញុំលាហើយសុំចេញបងអីកូនប្រកាយយ៉ាងនេះម៉ែគ្មានអីបារម្ភទៀតទេម៉ែសរសើរខ្ញុំពេកហើយហើយចូលមកបិទទ្វារចាប់ឡើងឲ្យត្រាមកខ្ញុំសំណាក់តកូលលីហាងកណាត់តកូលលីទ្រព្យសម្បត្តិគ្រួសារតកូលលីទាំងអស់
ថ្ងៃក្រោយនឹងខ្លាចទៅជារបស់យើងបងមកវិញហើយអូមកដល់នេះយើងទទួលផលបន្តិចទេនេះដៅអ៊ូនោះគឺជាសេននិយាយប្រេះផ្ដាស់ទីបំផុតក៏បានសន្តិភាពអស់ទៅហើយថ្ងៃក្រោយគេមិនហ៊ាននិយាយប្រេះផ្ដាស់អីទៀតនៅចំពោះមុខយើងគឺគេមិនហ៊ានតែម្ដងអូវ៉ៃក្នុងផ្ទះថ្ងៃនេះមានរឿងធំហើយអូរឿងធំអីទៅឈីគួយនឹងចាញ់យៀនបោកប្រាស់ត្រាបរបស់អ្នកស្រីចាហើយព្រមទាំងធ្វើលិខិតផ្ទេរសិទ្ធិនោះតាំងពីផ្ទះសម្បែងហាងកណាត់ព្រមទាំងដៃធ្លីកាត់ទៅឲ្យគេអស់ហើយថាម៉េចបងអូវ៉ៃតើពួកយើងគិតមិនទៅឥឡូវនេះគេបានយកទ្រព្យសម្បត្តិគ្រូសាលីអស់ហើយបងវៃអានិងអ្នកស្រីធំប្រកាសជាមានគ្រោះថ្នាក់ហើយមិនត្រឹមតែមានគ្រោះថ្នាក់ទេទ្រព្យសម្បត្តិទាំងនេះគឺសម្រាប់ការពារពួកគាត់ឥឡូវនេះគ្មានទ្រព្យសម្បត្តិនោះបានន័យថាអាយុជីវិតរបស់គាត់ទាំងអស់នោះក៏មិនគង់វង្សដែរមិនកាត់ទេអូវ៉ៃបងមានចុះបាយស្រែណាឆាប់ជួយលោកស្រីហើយនឹងបងវៃអានទៅអើយកុំអានតែអាសាពួកគេប្រើល្បិចទេពួកយើងកុំអាចចូលច្បងផ្ទុកឲ្យខ្ញុំគិតមើលសិនឲ្យខ្ញុំគិតមើលសិនតើគិតយ៉ាងម៉េចទៅណោះអូខ្ញុំគិតឃើញហើយយើងត្រូវតែបថុយប្រើវិធីបញ្ឆោតតែម្ដងវិធីបញ្ឆោតឆ្នាំពើនេះត្រូវទុកដាក់ស្រួលបុលថ្ងៃស្អែកត្រូវរកឱកាសដាក់ក្នុងចំណីរបស់ពួកគេកុំឲ្យអ្នកណាដឹងឲ្យសុខសម្រាប់ទាំងដៃទាំងកូនគេទាំងពីរនាក់កុំបារម្ភខ្ញុំនឹងចាត់ការបានល្អពេលដែលចប់កិច្ចការហើយពួកយើងក៏គ្មានអីទុកព្រួយដែរប៉ុន្តែទិញអូវិញមិនត្រូវទុកឲ្យគេនៅរស់ទេមិនបាច់បារម្ភទិញអូវិញទុកឲ្យយើងជាអ្នកចាត់ការមនុស្សដូចជាវាអញ្ចឹងយើងមិនឲ្យវាសាប់ឲ្យងាយងាយអញ្ចឹងទេមានមនុស្សនេះណាយើងស្លាប់ពេទ្យនាណាឆាប់សងជីវិតយើងវិញមកសងជីវិតយើងវិញមកយើងស្លាប់ពេទ្យនាណាគឺនេះយើងមិនជឿថាក្នុងលោកនេះមានខ្មោចទេចាន់យៀនពិតលាក់នៅត្រង់នេះតាំងពួកឯងចង់លាក់ដល់ណាទៀតហ្វុងអ៊ីមិនដឹងជាកិច្ចផុតពីរនាក់នោះឬក៏អត់ទេណោះធ្វើយ៉ាងណាកុំឲ្យគេចាប់បានអត់សោះទៅចង្រៃមែនមួយប្រព្រឹត្តភ្នែកសោះមិនដឹងតាណាបាត់